លោកអ៊ំតើរឿងរ៉ាវកាំភ្លើងដើមគោដេញជនជាតិបារាំងសម័យអាណានិគមជារឿងពិតទេគ្មានកំភ្លើងដើមគោទេកំភ្លើងឈើហើយគ្រាន់តែធ្វើវាសម្រាប់ហាត់កងជីវពលនិងកងនារីក្លាហានមិនបានយកទៅច្បាំងអីកើតទេតែចាស់ចាស់ក៏និយាយតគ្នាដោយឆោតល្ងង់ថាឯករាជ្យដោយសារកងជីវពលនិងនារីក្លាហាននឹងទៀមទាឯករាជ្យដោយយកកំភ្លើងឈើទៅទៀមទាពាក្យនិយាយតគ្នាដែលគ្រាន់តែតំណាងនៅពេលដែលកងជីវពលនិងនារីក្លាហានហ្នឹងអត់មានអីកាន់ក៏កាន់ហាត់កំភ្លើងដែលគេយកឈើយកមកធ្វើតែប៉ុណ្្នឹងកូនហើយអារឿងយកឈើធ្វើកំភ្លើងហាត់នេះជនជាតិណាជនជាតិអឺឡាវយួនខ្មែរឥណ្ឌូនេស៊ីម៉ាឡេស៊ីអីហ្នឹងឥណ្ឌាសូម្បីតាគេមិនទៀមទាឯករាជ្យហ្នឹងណាបើគេហាត់ប្រជាការពារភូមិឋានអីដំបងគេឲ្យកាន់កភ្លើងឈើឧទាហរណ៍ថាឥឡូវនៅស្រុកគេចង់ហាត់ស្វាយត្រានដែលឥឡូវគេហៅថាប្រជាការពារណាជាប្រជាការពារភូមិឃុំសង្កាត់ស្រុកអីហ្នឹងពេលគេឲ្យហាត់ហ្នឹងគេក៏ធ្វើកំភ្លើងឈើឲ្យហាត់ដែរហើយមកដល់ពេលឥឡូវនេះក៏នៅតែធ្វើកំភ្លើងឈើឲ្យហាត់ដល់គេហាត់កំភ្លើងឈើគេឲ្យដើរឲ្យត្រង់គេតម្រង់ខ្លួនគេឲ្យចេះសម្រាប់ប្រុងស្ដាំបែរទៅមុខដើរ1 2អីសពគ្រប់ចេះលើកដៃកំនាប់ណាចេះវាន់ទេអាវុធចេះលុតចេះក្រាបចេះវេចេះលូនអីចេះលោតអីហ្នឹងគេឲ្យកាន់កំភ្លើងឈើទេណាហើយបានគេចាប់ផ្ដើមជុំគ្នាជាក្រុមអញ្ចឹងទៅគេមានគ្រូមកបង្រៀនពីកំភ្លើងគេយកកំភ្លើងសាមញ្ញដែលមិនមែនជាកំភ្លើងស្វ័យប្រវត្តិហ្នឹងយកមកបង្ហាញសិនហើយគេបង្ហាញគេអីចឹងទៅក៏គេរើសមនុស្សមួយចំនួនដែលល្មមគេអាចមើលទៅឃើញថាដំណើរបានគេឲ្យចាប់ផ្ដើមរៀនបាញ់កំភ្លើងមែនតែនដែលដំបូងអត់ឲ្យបាញ់គ្រាប់ទេគ្រាន់តែឲ្យចេះកាន់ចេះអាមេបញ្ចូលគ្រាប់អត់មានគ្រាប់ទេអាមេបញ្ចូលគ្រាប់អីហើយកោះកាយលើសុកខ្លឹកអីចឹងទៅបានគេឡើងទៅដល់ការហាត់កាន់កំភ្លើងមែនតែននៅក្នុងបន្ទាយហាត់ឥឡូវហ្នឹងក៏នៅតែមានដែរអញ្ចឹងរឿងកំភ្លើងឈើកងជីវពលនិងនារីក្លាហានអីហ្នឹងវានិយាយតគ្នាមកទេវានិយាយតគ្នាមកណាអាហ្នឹងអញ្ចឹងបាទអាហ្នឹងអញ្ចឹងទេ